អត់មានឆ្ងល់ថាហេតុអីបានដាពុស្ដា7កាពីមានអត្តន័យយ៉ាងណាទេណាហ្នឹងនឹងក្មួយស្រីដឹងហើយបនដាឆ្លងតែមកកាពីណាដាឆ្លងពាក្យដាឆ្លងមួយម៉ាត់តែលើកនេះដាពុស្ដា7កាពីអញ្ចឹងពាក្យតែ7កាពីហ្នឹងអាហ្នឹងខ្ញុំមិនសូវចេះពីធัวអាច្រើនទេគ្រាន់តែថាបានស្ដាប់ពីជីដូនជីតាពីតាទួតពីយាយតាពីអ្នកម្ដាយអញ្ចឹងថាបើសិនជាញាតិកាយើងការដែលគាត់នៅរស់ហ្នឹងគាត់បានសាងអំពើបាបច្រឡប់សត្វឬមួយក៏បានធ្វើបាបដោយប្រការណាមួយដែលបើមិនដឹងហ្នឹងគឺថាពេលដែលគាត់ចែកឋានទៅវាចុះឋានមិនសមគួរដោយព្រះអង្គមានសង្ឃតកាមានឋានលើឋានក្រោមប្រហែលជាន់អញ្ចឹងក្នុងករណីបើសិនគាត់ទៅដល់ឋានក្រោមមិនអាចឡើងមកចាប់ជាតិមិនអាចដូចថាជាទូស្បើយដោយប្រការណាមួយយើងធ្វើបន់ដាពុស្ដាគឺជួយគាត់បានច្រើនជួយទុករំដោះទុកជួយរំដោះភ័យគាត់គេថាបានចាក់ផុតទុកហ្នឹងមកចាអញ្ចឹងពេលតាពុស្ដាមិនងាយបានធ្វើទេដាពុស្ដា7កាពីនេះនឹងដែលតាមខ្ញុំបានធ្វើបន់កន្លងមកដឹងពីដូនតាអញ្ចឹងណាចាអញ្ចឹងប្រហែលជាក្មួយខាងនេះច្បាស់នឹងធေါ်អាបែបដឹងច្រើនទៀតហ្នឹងហើយអត់តែតាមច្រើននេះខ្ញុំប្រកាសណាសូមក្រាបថ្វាយបង្គំព្រះសង្ឃគ្រប់ព្រះអង្គក៏ដូចជាសូមធ្វើនៅសេចក្តីរាប់អានគ្រីបស៊ូទៅដល់បងប្អូនទាំងអស់គ្នាហើយក៏សូមប្រកាសគ្រប់ជាមួយបងប្អូនទៅដល់លោកជំទាវបណ្ឌិតកញ្ញាស៊ីច័ន្ទហេងដែរនិងបងប្អូនអ្នកប្រកាសមេតិកាទាំងអស់ហើយឡើយនេះគឺយើងខ្ញុំទាំងអស់គ្នាទេកំពុងតែមានវត្តមាននៅរាជធានីលង្វែកហើយវិសេសវិសាណាពុំនាំនៅដំណឹងថ្មីបុណ្យថ្មីហើយជូនទៅដល់បងប្អូនទាំងអស់គ្នាព្រោះការបុណ្យទេសនាមហាជាតិចាប់គាត់ថាជាបុណ្យញឹកបន្តិចដែរឥឡូវបុណ្យញឹកបន្តិចបុណ្យទៀតណាបងប្អូនទាំងអស់គ្នាចាក៏ប៉ុន្តែបុណ្យលើកនេះទៅគឺបុណ្យតេតតោទៅនឹងបុណ្យរាប់បាតដាពុស្ដា7កំពីហើយបន្តិចទៀតនេះគឺលោកជំទាវកញ្ញាបណ្ឌិតទេនឹងជម្រាបជូនលំអិតជូនទៅដល់បងប្អូនទាំងអស់គ្នាថាតើបុណ្យនេះយ៉ាងម៉េចយ៉ាងម៉េចពិតប្រាកដទេវាប្រពករងចាំទាំងការរៀបរាប់ពីលោកជំទាវហ្នឹងអញ្ចឹងឥឡូវអ្នកមីងក្មួយសុំសួរតែម្ដងទៅអ្វីទៅជាអត្តន័យឬក៏បំណងនៃការបុណ្យដាពុស្ដារាប់បាតដាពុស្ដា7កំពីនេះចឹងសូមគោរពអញ្ជើញចាចាអរគុណតាមពិតការដែលខ្ញុំប្រពៃពិធីបុណ្យដាពុស្ដា7កំពីនៅក្នុងថ្ងៃទី1ខែមេសារហូតដល់ថ្ងៃទី6ខែមេសាហ្នឹងគឺថាឱកាសនេះជាឱកាសផ្ដាច់ឆ្នាំចាស់ឆ្លងចូលឆ្នាំថ្មីយើងដឹងហើយរៀងរាល់ថ្ងៃ13មេសាហ្នឹងគឺជាថ្ងៃយើងផ្លាស់ចូលឆ្នាំថ្មីដាច់ឆ្នាំរោងចូលឆ្នាំម្សាញ់មិនអញ្ចឹងเนาะចាអញ្ចឹងជារៀងរាល់ឆ្នាំបើថាផ្លាស់ឆ្នាំចាស់ចូលឆ្នាំថ្មីប្រពៃណីខ្មែរជាតិយើងហ្នឹងគឺថាតែងតែប្រពៃពិធីបុណ្យតែងប្រពៃពិធីនិមន្តព្រះសង្ឃមកដាមកឆ្លងឆ្នាំចាស់ផ្លាស់ឆ្នាំថ្មីតែដល់ឡែកក្នុងរមណីយដ្ឋានរាជធានីលង្វែកនេះគឺថាកន្លងមកខ្ញុំធ្លាប់តែប្រពៃពិធីចូលចិត្តនៅរឿងធ្វើបុណ្យដាពុស្ដា7កំពីឧទ្ទិសកុសលផលបុណ្យដួនជូនដល់ដួងវិញ្ញាណក្ខន្ធជាដូនជាតាញាតិកា7សន្តានក៏ដូចជាធ្វើបុណ្យសញ្ញាឧទ្ទិសកុសលជូនដល់សាច់ញាតិលសាលោហិតដែលបានចែកឋានទៅកន្លងមកដើម្បីឲ្យគាត់បានឆ្លងផុតពីឋានពំគួរហ្នឹងទៅបានឋានគួរសមខ្ញុំចង់និយាយថាគាត់ឆ្លងផុតពីបាបកម្មឆ្លងផុតពីក្មួយចេះបងអូនចេះចាអញ្ចឹងដល់ឡែកឆ្នាំនេះគឺថាខ្ញុំប្រពៃពិធីនេះគឺថាឧទ្ទិសកុសលថ្វាយដល់ដួងវិញ្ញាណក្ខន្ធអតីតសម្ដេចព្រះអគ្គមហាសង្ឃរាជទាំងពីរគណៈរួមទាំងព្រះមន្ត្រីសង្ឃបច្ចៅអធិការដែលបានចែកឋានកន្លងមកគឺមកទទួលអនិច្ចធមកន្លងមកចានេះឧទ្ទិសកុសលជូនថ្វាយទៅសម្ដេចខាងផ្នែកសង្ឃរាជម្ដងចាហើយសូមជម្រាបជូនផងដែរថាកន្លងមកជារៀងរាល់ឆ្នាំមិនដឹងជាមិនទេខ្ញុំនឹងតែងតែប្រពធ្វើបុណ្យទេសនាធ្វើបុណ្យដាពុស្ដា7កំពីហ្នឹងជូនដល់ដួងវិញ្ញាណក្ខន្ធមេតបជូនដល់ដួងវិញ្ញាណក្ខន្ធមហាក្សត្រគ្រប់ចំនួនដែរតែធ្វើនឹងគឺថាតាំងពី2016ម្ដង500អង្គចាម្ដង500អង្គគឺធ្វើបាន3ដងហើយចា4ដងទៅនៅខេត្តសៀមរាបលើកនេះឧទ្ទិសកុសលថ្វាយដល់ដួងវិញ្ញាណក្ខន្ធសម្ដេចព្រះអគ្គមហាសង្ឃរាជម្ដងចង់និយាយថាយើងធ្លាប់តែធ្វើបុណ្យឧទ្ទិសថ្វាយដល់បុព្វជិតដល់លើកនេះយើងធ្វើថ្វាយដល់ព្រះសង្ឃចាការលើកមុនទៅគឺបុព្វបុរសខ្មែរយើងតែលោកក្រុងភេទជាក្រហោះគ្រាវាសទេប៉ុន្តែលើកនេះទេគឺទៅដល់សម្ដេចអគ្គមហាសង្ឃទាំងពីរគណៈតែមកហើយនៅមានសុំសួរជាតកតងកម្មវិធីបុណ្យហ្នឹងការយើងបុណ្យទេសនាមហាជាតិទេគឺយើងមានទទួលអីវ៉ាន់ទទួលតកតងទៅនឹងទេវវត្ថុបរិស័ទមានអ្នកមកជួយអីចឹងចុះបុណ្យហ្នឹងមិនដែរតែយើងមានទទួលយើងមានអ្នកជួយរងចាំអ្នកជួយអីចឹងដែរឬទេចាតាមពិតថ្ងៃនេះខ្ញុំបានរៀបចំពិធីរៀបចំតេយ្យទានហើយបុណ្យលើកនេះវាខុសពីបុណ្យទេសនាមហាជាតិបន្តិចដោយត្រង់ថាតេយ្យទានទេវវត្ថុទាំងអស់គឺខ្ញុំរៀប
ថាប្រការខ្ញុំផ្ទាល់ចាហើយនឹងចង្ហាន់រាប់បាតហ្នឹងគឺខ្ញុំរៀបចំចង្ហាន់ខ្លួនឯងផ្ទាល់ចូលតុកចិនរៀបចំម្ហូបអាហារសម្រាប់ប្រគេនព្រះសង្ឃដោយឡែកគាត់ថាជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដោយមហាពុទ្ធបរិស័ទបើសិនជាគាត់មានបំណងចង់ចូលរួមគឺថានៅនេះមានបាយសម្រាប់រាប់បាតព្រះសង្ឃ500អង្គគឺខ្ញុំមានត្រៀមឲ្យស្រេចហើយចាបើគាត់មកគឺថាមិនបាច់ធ្វើម្ហូបធ្វើបាយសម្លអីមកទេគឺថាបើសិនគាត់ធ្វើមកវាត្រូវប្រើពេលវែងហើយចេបចប់ច្រើនទៀតហើយកាលណាយើងរាប់បាតដាក់បាតព្រះសង្ឃទៅម្នាក់មកចប់ម្នាក់មកចប់មហូបវាទៅជាបើថា500នាក់វា500មុខហ្នឹងអញ្ចឹងព្រះសង្ឃក៏ឆានមិនអស់ឆានអស់កាលណាសល់ក៏យើងមិនថាបោះចោលទេវាអាចខ្ជះខ្ជាយអញ្ចឹងសំណុំពរខ្ញុំលើកនេះគឺថាបើសិនជាត្រូវចិត្តបងប្អូនក៏មិនត្រូវចិត្តមិនដឹងថាមិនដែរក៏សូមខន្តីភ័យទោសផងគឺថាខ្ញុំសំណុំពរថាបើសិនជាបងប្អូនមានបំណងចង់ចូលរួមរាប់បាតព្រះសង្ឃ500អង្គដាពុស្ដាហ្នឹងគឺថាសូមមកជាបច្ច័យទៅពួកខ្ញុំបានរៀបតុករាប់បាតហ្នឹងដាក់បាតព្រះសង្ឃ500អង្គនៅលើតុកហ្នឹងចាព្រះសង្ឃគង់សម្រាប់សោតចាសូដាតែបងហើយយើងដាក់បាតហ្នឹងគឺថាបាយខ្ញុំមានសម្រាប់ជូនគាត់រាប់ហើយអញ្ចឹងគាត់មានបច្ច័យតាមសទ្ធាទៅដាក់100គឺ200ក្តីតាមសទ្ធារបស់គាត់ពួកបច្ច័យទាំងអស់ហ្នឹងបានដល់ព្រះសង្ឃផ្ទាល់ចាមិនមែនបានមកខ្ញុំទេចាពួកពេលរាប់បាតហ្នឹងគឺថា500អង្គថ្ងៃទី1ខាងគណៈធម្មយុត្តថ្ងៃទី2គណៈមហានិកាយថ្ងៃទី3សម្រាប់សិលវ័នសិលវតីចាអញ្ចឹងបុណ្យនេះគឺបុណ្យធម្មតាទេចាបុណ្យធម្មតាសាធុហើយនៅក្នុងប្រូក្រាមបុណ្យឃើញមានដាក់តាក់តងទៅនឹងសមាធិវិបស្សនាដែរហើយបងប្អូនយល់ឆ្ងល់ថាគាត់ចុះឈ្មោះតាមណាឬក៏មកហើយចូលត្មងទៅឬក៏យ៉ាងម៉េចចាតនេះសូមជំរាបផងដែរថាកម្មវិធីបុណ្យនឹងដោយសារយើងធ្វើវែងនឹងឃើញថាមិនងាយបានធ្វើបុណ្យធំហើយណាមួយឆ្លងឆ្នាំផងយើងធ្វើរយៈពេល5យប់6ថ្ងៃចាក្នុងរយៈពេល5យប់6ថ្ងៃនេះគាត់ថាកម្មវិធីរាប់បាតហ្នឹងយើងមិនអាចរាប់ពេលល្ងាចបានទេចារាប់បាតទៅពេលព្រឹកអញ្ចឹងដើម្បីកុំឲ្យខាតពេលវេលាវាស្ដាយពេលវេលាក្នុងមួយថ្ងៃនេះគឺថាខ្ញុំបានរៀបចំពេលព្រឹកហ្នឹងគឺនិមន្តព្រះសង្ឃចម្រើនព្រះបរិត្តសូត្រដាពុស្ដា7គម្ពីររាប់បាតសូត្រដាពុស្ដាហើយសម្ដេចព្រះសង្ឃនាយកហ្នឹងគឺថាសម្ដែងពធទេសនាអញ្ចឹងមកព្រឹកហ្នឹងគឺចប់ខាងផ្នែកសាសនាចាដល់ពេលល្ងាចហ្នឹងគឺថាដើម្បីឱកាសដល់កម្រហ្នឹងគឺថាខ្ញុំបានដកមួយថ្ងៃ1ម៉ោងចាឲ្យសមាធិដូចថាសមាធិដោយមានការចុះឈ្មោះគឺថាយើងពេលមកចូលរួមហ្នឹងគឺដល់ម៉ោងនេះយើងអង្គុយរៀបចំសមាធិតាមលោកគ្រូអាចារ្យដែលគាត់ប្រាប់ទៅចាមួយថ្ងៃ1ម៉ោងតែដល់ឡែកថ្ងៃទី3ហ្នឹងគឺថាពេញមួយថ្ងៃហ្មងតាំងពីព្រឹករហូតដល់ល្ងាចចាពេញមួយថ្ងៃលើកលែងតែពេលសម្រាប់ទេចាហ្នឹងពេញមួយថ្ងៃដល់ថ្ងៃបន្ទាប់មកក៏អញ្ចឹងដែរចាអញ្ចឹងហើយចន្លោះម៉ោងហ្នឹងគឺថាបងប្អូនមកចូលរួមបុណ្យយើងមានបរិយាកាសល្អទី1ពេលព្រឹកយើងបានរាប់បាតស្ដាប់នៅពធដាពុស្ដានិងបានស្ដាប់នៅពធទេសនារបស់សម្ដេចទៅតាមថ្ងៃនីមួយហើយដល់បន្ទាប់មកយើងសមាធិផុតពីសមាធិហ្នឹងមានក្រុមសិល្បៈយមនសម្ដែងរឿងពុទ្ធប្រវត្តិឲ្យយើងដឹងថាសម័យពុទ្ធកាលយ៉ាងម៉េចចាព្រះអង្គទ្រង់បានត្រាស់ដឹងសាងស្នោះបានត្រាស់ដឹងគឺថាជួបឧបសគ្គយ៉ាងម៉េចខ្លះចាអ្នកមេឃមួយសុំតសំណួរតាក់ទងកន្លែងហ្នឹងណាបើសិនជាគាត់មានបំណងចង់ចូលរួមសមាធិឬវិបស្សនាហ្នឹងយើងមានដាក់ក្រោមថាត្រូវតែស្លៀកពាក់សឬក៏មិនឬក៏ទៅតាមអធិស្ឋានគាត់យ៉ាងណាទេចាអូយតនឹងត្រូវសុំដាក់កំណត់ហើយថាម៉ោងសមាធិសុំឲ្យស្លៀកពាក់សទាំងអស់គ្នាទៅព្រោះយើងពាក្យថាសមាធិកម្មដ្ឋានហ្នឹងគឺយើងលះបង់ធ្វើមិនឲ្យជ្រះថ្លាឲ្យសស្អាតចាទោះបីជាមិនបានថ្មីក៏បានធ្វើមិនឲ្យខោសអាវសអញ្ចឹងទៅស្ដាយនៅថ្ងៃនោះបើសិនជាខ្ញុំអាចបានខ្ញុំនឹងប្រឹងព្យាយាមរកសម្លៀកទិញសម្លៀកបំពាក់ទុកសម្រាប់សួរថាបងប្អូនណាដែលគាត់ខ្វះខាតខ្ញុំនឹងចែកជូនគាត់ដើម្បីអង្គុយសមាធិម៉ោងហ្នឹងប៉ុន្តែមិនទាន់ដឹងបានចំនួនប៉ុន្មានទេណាខ្វះខាតច្រើនមិនទាន់ដឹងបានចំនួនប៉ុន្មានចាំជាក់ស្ដែងដែលអាចលទ្ធភាពរបស់ខ្ញុំទៅបានចាសាធុនៅមីឥឡូវជាក្មួយចង់ដឹងពីឆាកការដែលយើងរៀបចំឆាកបុណ្យទេសនាមហាជាតិហ្នឹងគឺអស្ចារ្យណាមានការចូលរួមមានការតុបតែងអីអញ្ចឹងណាពេលនោះសង្ឃធម៌ទៅគឺធំហ្មងចុះឥឡូវឆាកយើងនេះឥឡូវសុំឲ្យបង្ហាញឆាកទៅមិនដែរហើយអ្នកមានជួយរៀបរាប់សម្រាប់ឥឡូវនេះជំរាបបងប្អូនលោកតាលោកយាយបានជ្រាបផងថាកាលពីមុនហ្នឹងឆាកយើងហ្នឹងយើងថាធំមកមើលមកប៉ុន្តែចំពោះខ្ញុំគិតថាមានការខ្វះខាតច្រើនអញ្ចឹងឥឡូវនេះកំពុងតែពង្រីកវេទិកាមិនមែនឆាកគេហៅវេទិកាចាកំពុងតែពង្រីកវេទិកាហ្នឹងគឺថាពីនេះរហូតដល់ផ្លូវខាងត្បូងខាងនោះពង្រីកកាត់ផ្លូវរហូតដល់ខាងជើងហើយពង្រីកវេទិកាប្រែប្រួលច្រើនចាប្រែប្រួលច្រើន
ដូចយ៉ាងឃើញស្រាប់ហើយនេះវេទិកានេះទៅរៀបអញ្ចឹងគឺថាវេទិកានឹងដាក់ប្រសង់គង់លើនៅបាន500អង្គចាព្រោះនេះមកបរិវេណប៉ុណ្ណេះ600ការ៉េយើងអត់ទាន់គិតខាងទេទៅអស់ជាង1000ការ៉េជាង1000ការ៉េយើងអាចនិមន្តប្រសង់គង់លើនឹងបាន1000អង្គចាហើយវេទិកានេះយើងប្រែប្រួលច្រើនរួមទាំងដីរួមទាំងទីតាំងទាំងអស់ក៏យើងប្រែប្រួលទាំងអស់ដែរគឺថាមានការចាក់ដីថែមនិងកោះដើមឈើដើមឫស្សីឡើងវិញទាំងអស់ចាដើមឡើងវិញទាំងអស់ហើយយើងរាប់បាតលើនឹងដែរចាអត់ទេរាប់បាតចារាប់បាតនៅខាងមុខនេះលើនេះចង់និយាយថារាប់បាតហ្នឹងប្រសងមិនមែននិមន្តបិណ្ឌបាតទេគឺរាប់បាតបាននេះតែប្រសងគង់នៅលើហ្នឹងចាប្រសងសោតធរទាំងអស់អញ្ចឹងបាតហ្នឹងយើងរៀបជាព្រោះកន្លែងអស់ហ្នឹងយើងរៀបរោងហើយលើកហ្នឹងចាទៅរោងទាំងអស់ចាហើយយើងដាក់បាតមកជួអញ្ចឹងទៅ500បាតអញ្ចឹងមកហើយពុទ្ធបរិស័ទធ្វើម៉េចថ្ងៃនោះកុំខ្លាចកុំក្រែងកុំល្អថាអូគេមិនឲ្យឡើងរាប់គេមិនឲ្យអីគឺកុំចាការខ្ញុំធ្វើបននៅសៀមរាបខ្ញុំរៀបចំហើយស្អាតបាតអញ្ចឹងទៅគាត់ហ៊ានឡើងរាប់បាតគាត់សុំចិត្តអង្គុយគាត់ហ៊ានក៏ខ្លាចគេមិនឲ្យឡើងរាប់គាត់មិនឲ្យគេឡើងរាប់អញ្ចឹងទៅសុំថ្ងៃនេះចង់ទូលជំរាបជូនបន្ថែមផងថាកុំឲ្យមានការខ្លាចល្អឯងគឺថាបននេះមិនប្រកាន់វណ្ណៈមិនរើសវណ្ណៈមិនរើសពីមានពីក្រគឺថាចាធ្វើម៉េចឲ្យតែមានសទ្ធាចិត្តមកចូលរួមចាបើសិនជាមិនមានបច្ច័យចូលរួមរាប់បាតទេមកទៅបាយខ្ញុំមានយកបាយទៅដាក់រាប់ទៅឧទ្ទិសកុសលទៅហ្នឹងហើយពួកបាតដាក់ចឹងទៅមួយជួរអញ្ចឹងធ្វើម៉េចឲ្យគ្រប់500បាតហើយយើងរាប់សងខាងទៅយើងគឺថាទីធ្លាប៉ុណ្ណឹងអាចគ្រប់គ្រាន់បានសម្រាប់ពុទ្ធបរិស័ទហើយប្រសងអត់មានពិបាកដូចថាយើងដើរបិណ្ឌទេលោកដើរបិណ្ឌយើងដាក់ទៅយួរផងឲ្យយើងផងនេះអត់ទេប្រសងគង់ផ្ដល់ធម៌ទាំងអស់ចាហើយយើងរាប់ទៅឲ្យដើរពុស្ដា7កាពីគឺមាន7ចប់ចាអញ្ចឹងកុំច្រឡំមិនរាប់បាតម្ដងគឺថាក្នុងមួយបនហ្នឹងគឺរាប់បាត7ដងចា7ដងបើរាប់ម្ដងបានតែ1កាពីទេអញ្ចឹងយើងរាប់7កាពីចាអាចជិះយើងមានកំណត់ដែរថ្ងៃរាប់បាតនឹងកំណត់មនុស្សថា500នាក់ឬក៏មិនទេខ្ញុំអត់កំណត់ទេគឺថាឲ្យចូលតាមសទ្ធាតែធ្វើម៉េចកុំបជាគ្នាឲ្យមើលតាមសភាពហ្នឹងទៅព្រោះខ្ញុំគិតថាពីនេះទៅដល់នោះប្រហែល50ម៉ែត្រហ្នឹងវាសងខាងចូល100ម៉ែត្រ100ម៉ែត្របើយើងដើរជុំអញ្ចឹងកុំបជាគ្នាអត់អីទេចាហើយបើថាអាចមើលទៅលក្ខណៈបើភ្ញៀវច្រើនខ្ញុំនឹងពង្រីកពីបាត់ឆ្វេងបាត់ស្ដាំតាមអញ្ចឹងចាតែមានការបុណ្យទេសនាមហាជាតិណាមុននឹងដល់ថ្ងៃយើងមិនមានទទួលមែនទេទេវត្ថុជាផ្លែឈើជាអីចឹងសម្រាប់បុណ្យពុស្ដានេះគឺយើងមានទទួលទេវត្ថុមុនទេឧទាហរណ៍គាត់ចង់ចូលរួមនេះនោះអីអញ្ចឹងខ្ញុំគិតខ្ញុំដូចជាមិនបាច់មានទេវត្ថុមកបកគលមុនទេព្រោះទេវត្ថុដែលខ្ញុំត្រៀមរៀបចំប្រគេនប្រសង់ទាំងពីរគណៈរួមទាំងតាយាយហ្នឹងខ្ញុំបានកំងរៀបចំរួចអស់ចាទេវត្ថុទេវទេហ្នឹងហើយបើសិនគាត់ចង់យកមកវាមុខ500មុខ500ខ្លាចតែវាដាក់ទៅវាអាការក្រងរបស់ខ្ញុំព្រោះខ្ញុំរៀបលើកនេះខ្ញុំអត់ធ្វើជាកប្រក់ទេខ្ញុំរៀបជាកតូនកធុងចាកំងគេពណ៌លឿងសុទ្ធពណ៌តែម្ដងចាអញ្ចឹងបើជាល្អបើសិនតែគាត់មានសទ្ធាក៏ចូលរួមបានប៉ុន្តែបើតាមគំនិតខ្ញុំថាគួរគាត់ចូលរួមជាបច្ច័យវិញទៅល្អជាងតិចក្តីចឹងបើសិនគាត់ទៅជាវអស់100000គាត់ចូលមិនបាច់ដល់100000បាក់ពិបាកដឹកមកវិញជប៉ុនគាត់ចូលទៅគឺមិនបាត់ទៅណាទេឲ្យត្រង់ការងារគាត់ចាត់ចែងចាហើយមិនមែនថាខ្ញុំនិយាយអញ្ចឹងធ្វើបុណ្យដើម្បីទាតែបច្ច័យរកតែបច្ច័យគឺមិនមែនទេតាមទៅនៅថាងាយស្រួលនឹងការវិខ្ចប់ងាយស្រួលការវិខ្ចប់ព្រោះយើងបានជាវថាឥឡូវមួយមុខនេះ1500យើងយកមួយមុខ1500យើងវាមានគ្រប់មុខហើយអស់តែបើគាត់មានសទ្ធាចង់ដាក់ថែមថាឥឡូវខ្ញុំមានកធុននឹងប៉ុណ្ណឹងហើយគាត់ចង់បានមកកញ្ចប់500កញ្ចប់1000កញ្ចប់នឹងគាត់យកមកអត់អីទេព្រោះគាត់មានសទ្ធាធំណាចាហើយកន្លែងនេះយើងអង្គុយសមាធិវិបស្សនាមកវាលទាំងអស់ហ្នឹងចាមកពីទាំងអស់ហ្នឹងក្រោមចកានាងនួនចការិស័យហើយចកាកញ្ញូចាយើងអង្គុយទាំងអស់គ្នាហ្នឹងចាអាចារ្យដឹកនាំកម្មដ្ឋាននៅលើនេះអាចារ្យដឹកនាំកម្មដ្ឋានប្រហែលជាអត់ឲ្យនៅលើទេបើយើងរៀបនៅបែបផ្សេងឬមួយក៏យ៉ាងមិនជាមួយថ្ងៃនោះសិនជាមួយភាសាមួយចាជាក់ស្ដែងពួកលើនេះយើងមិនអាចថាអាចារ្យអង្គុយបានទេបានតែសម្ដេចព្រះសង្ឃក្រេតស្ងាត់ព្រះសង្ឃទេសនាទេលើកតែទេនេះតែបើយើងអាចនៅក្រោមអញ្ចឹងឬមួយក៏នៅកន្លែងណាមួយចាំយើងថ្ងៃនោះបានរៀបចំមកចានេះការបុណ្យទេសនាមហាជាតិទេបរិស័ទគាត់ឡើងមកថតលើឆាកអីឆាកបានលើនេះមិនដែរលើកនេះថតបាននៅពេលដែលអត់មានកម្មវិធីក៏ថតបានបើយើងកំពុងប្រពកម្មវិធីគឺថាសូមឲ្យគាត់រក្សាលំនឹងចាសុខភាពតែនៅពេលដែលចាប់កម្មវិធីគាត់ចេញថតបានអត់ដែរចេញត្រូវថែរក្សាសម្រាប់ចាអញ្ចឹងទៅហើយចុះការលើកមុនពួកគាត់អាចមកគេងមកអីអញ្ចឹងទៅលើកនេះគឺអញ្ញាតឲ្យគាត់នៅគេងអីធម្មតាចាលើកនេះខ្ញុំរៀបខុសពីលើកមុនកន្លងមកខ្ញុំច្រើនឲ្យឡានចតនៅតាមលើអ្នកលក់ដូរពេញហ្នឹងតែលើកនេះអត់ទេទាំងអ្នកគេងគឺគេឲ្យនៅលើភ្នំទាំងអស់
ពូបន្ទប់ទឹកនៅ3 4ទិសហ្នឹងកាលមុនគាត់ប្រើអស់ហ្នឹងបន្ទប់ទឹកដែលមានគាត់ប្រើផងជាងគាត់គេងផ្សេងគាត់មានការពិបាកឥឡូវនេះលើកនេះបនលើកនេះទាំងអ្នកលក់គឺឲ្យនៅប៉ែកខាងលើភ្នំទាំងអ្នកស្នាក់នៅក៏ឲ្យនៅលើភ្នំហើយនឹងកញ្ចុះកន្លែងដែលមានបន្ទប់ទឹកកន្លែងដែលមានរោងហើយលើនេះគឺថាស្នាក់នៅបានច្រើនចាពូបន្ទប់ទឹកយើងធ្វើត្រៀមសម្រាប់គាត់ស្នាក់នៅដល់គាត់មកស្នាក់នៅតែខាងនេះបន្តិចហើយទៅនោះផ្សេងចូលយើងស្ដាយកន្ទប់ទឹកយើងធ្វើទុកច្រើនហើយទីវាលយើងក៏ល្អដែរហ្នឹងហើយហើយកន្លែងនេះអាចឲ្យគាត់ស្នាក់នៅបានប៉ុន្តែគ្រាន់ថាមុខវេទិកាចំនេះគឺមិនអោយពី3ទិសនេះគាត់ឲ្យទេតែបើទៅបែកឆ្វេងដៃស្នាមដៃបានចាព្រោះដោយសារអីកាលថ្ងៃចម្រើនបញ្ចូលអ្នកម្ដាយខ្ញុំមិនអនុញ្ញាតឲ្យគាត់សម្រានពេញហ្នឹងព្រោះលំឡើងមានកថាមានអីគាត់អាចបានយកទៅវិញហើយគាត់ហុចយើងវាខូចសម្ដាប់ធ្នាប់ទី1ទី2ជាងការយើងស្មាត់ទោសគាត់ចាស់ខ្លាចគាត់ទៅឆ្ងាយបានគាត់ដាក់កថានោះវាកថានោះវាកពុះអីទៅវាមានការចេះចាហ្នឹងក៏សំខាន់តែហើយទោសផងនឹងអញ្ចឹងកន្លែងស្នាក់នៅលើកនេះទាំងលក់ដូរគឺឲ្យនៅលើភ្នំព្រំវិហារធម៌ទាំងអស់ចានៅលើនឹងទាំងអស់ហើយនឹងតាមបើស្នាក់នៅកញ្ចុះនោះក៏ច្រើនដែរកាលពីបនទេសនាមហាជាតិនៅតាមកញ្ចុះឃើញញាក់ស្នាក់នៅល្អអនាម័យស្អាតណាគាត់ចេញទៅគាត់ចេះរៀបចំទុកស្រួលបួលឡើងស្អាតនឹងអរគុណគាត់មែនតើចាអានឹងកម្លាំងសង្ឃៈធម៌ដែលយើងចូលរួមគ្នាអញ្ចឹងណាអ្នកនាងក្មួយនឹកឃើញឆាតនៅតែនឹកឃើញនេះឃើញឆាតនៅតែនឹកឃើញបុនឆាតទេសនាមហាជាតិស្អាតណាអ្នកនាងចុះលើកនឹងមិនដែរយើងរៀបចំផ្កាភ្ញីតុបតែងអីឥឡូវនេះមិនទាន់ដឹងថាមិនក្នុងអារម្មណ៍ខ្ញុំគិតថាខ្ញុំធ្វើនេះសម្រាប់បុនគឺថាស្អាតជាងទេសនាមហាជាតិទេសនាមហាជាតិធម្មជាតិបែបផ្សេងតែលើកនេះរបៀបជាលក្ខណៈគេហៅរោងបនតែម្ដងចានេះតាមចិត្តខ្ញុំដែលខ្ញុំតុបតែងឥឡូវអត់តន់ហើយទេព្រោះលើពីដានេះទាំងអស់ហ្នឹងគឺខ្ញុំរៀបចំសសសិតថោផ្កាសិតថោដាំផ្កាណាសសអញ្ចឹងនេះឃើញដាំផ្កាទាំងអស់ខ្ញុំមានដាំផ្កាចេកទឹកហ្នឹងគឺដុសមកគ្របលើហ្នឹងធ្វើជាតបូលជាម្លប់ផ្កាกระดาษហ្នឹងក៏គ្របមកជាម្លប់ផ្កាថងមាសហ្នឹងក៏ដុសមកគ្របជាម្លប់អញ្ចឹងលើតបូលនេះគឺពោពេញទៅដោយធម្មជាតិទាំងអស់អត់ប្រើតបូលសង្កសីអត់ប្រើតបូលអីទេតែឡែកប៉ែកខាងក្រោមនោះខ្ញុំចងកណាត់ជាទង់សាសនាចាទង់សាសនាយើងមុនជាទង់តែឥឡូវអត់ទេយើងប្រើពេញមកទាំងអស់ហ្នឹងទង់សាសនាធំមួយតែហ្មងចានេះហើយតកតងទៅនឹងវត្តមានរបស់ព្រះធម្មវិរិយវសិបណ្ឌិតចន្ទមនីនាងខ្ញុំជឿជាក់ថាពួកគាត់ទេច្បាស់ជាចង់ជួបចង់ជួបហើយព្រះអង្គអាចមកបានរាល់ថ្ងៃដែរឬទេថ្ងៃហ្នឹងព្រះអង្គមានសង្ឃដីកាឲ្យថាថ្ងៃ1ថ្ងៃ2ថ្ងៃ3ហ្នឹងព្រះអង្គមានជាប់តែព្រះអង្គបើឆ្លៀតបានព្រះអង្គនឹងឆ្លៀតដូចថាតាមជាក់ស្ដែងតែដល់ឡែកថ្ងៃសៅរ៍ពេញមួយថ្ងៃគឺថាព្រះអង្គថានិមន្តពេញមួយថ្ងៃនឹងតែម្ដងចាថ្ងៃសៅរ៍នោះបុកមកថ្ងៃសៅរ៍ព្រះអង្គមានសង្ឃដីកាថាព្រះអង្គនៅពេញមួយថ្ងៃមុនពេញមួយថ្ងៃម្ដងហើយក្នុងនោះខ្ញុំក៏បានដាក់កម្មវិធីដូចហើយថាថ្ងៃទី5ខែមេសាហ្នឹងព្រះអង្គធម្មវណ្ណៈបណ្ឌិតចន្ទនីនិមន្តសម្ដែងពធទេសនានិងផ្ដល់អាវាតព្រឹកពីម៉ោងប្រហែលទៅម៉ោងប្រហែលថ្ងៃយើងប្រគិនចង្ហាន់ប្រសងព្រះអង្គហើយលើព្រះអង្គបន្តការសម្ដែងពធទេសនាទៀតចុះការសម្ដែងធម៌ទេសនាហ្នឹងយើងមានពីប្រសងសម្ដេចសង្ឃមន្ត្រីសង្ឃផ្សេងជារៀងរាល់ថ្ងៃឬក៏យ៉ាងណាការសម្ដែងពធទេសនាហ្នឹងគឺថាយើងមានថ្ងៃទី1គឺគណៈធម្មយុត្តសម្ដែងអគ្គមហាភិក្ខុសេរីគុណធីហ្នឹងគឺសម្ដែងពធទេសនាថ្ងៃទី1ហើយថ្ងៃទី2គឺសម្ដែងព្រះមេគុណខេត្តកណ្ដាលសម្ដេចជាសំអាងចាដល់ថ្ងៃទី3ហ្នឹងគឺថាយើងតាជីយាជីហ្នឹងគឺមានតែសមាធិដឹកនាំសមាធិកម្មដ្ឋានហ្នឹងគឺថាអត់មានបានសម្ដែងធម៌ទេសនាមានការប្រឡវាតតិចហើយដល់ថ្ងៃទី4ទី5ហ្នឹងថ្ងៃទី4ក៏អញ្ចឹងដែរដល់ថ្ងៃទី5បានព្រះអង្គចាស់នេះថ្ងៃដែលសមាធិហ្នឹងគឺយើងទទួលបានអាវាតអានេះទាក់ទងបច្ចេកទេសក្នុងការបប្រតិបត្តិសមាធិឬក៏វិបស្សនាពីអាចារ្យកម្មដ្ឋានយើងមានពីលោកតាហើយនិងព្រះអង្គគ្រូវណ្ណសុភាពសុំជំរាបបន្ថែមផងលោកគ្រូវណ្ណសុភាពប្រហែលជាមានការប្រែប្រួលបន្តិចខ្ញុំបានបោះសម្បត្តិរួចហើយការនិមន្តព្រះសង្ឃព្រះអង្គហ្នឹងគឺតាមរយៈលោកតាដែរតែដល់មានការស្ដាប់ច្រឡំដល់ស្ដាប់ច្រឡំឥឡូវនេះខាងព្រះអង្គលោកគ្រូវណ្ណសុភាពហ្នឹងថ្ងៃ3ព្រះអង្គជាប់នៅពោប្រទេសមានជ័យ10ថ្ងៃអញ្ចឹងច្រឡំខែគ្នាហើយខ្ញុំបោះសម្បត្តិទៅបាត់ក៏សូមខន្តីភ័យទៅផងថ្ងៃនោះឥឡូវកំពុងឲ្យលោកតាអាចារ្យអឹងលោកគ្រូអាចារ្យអឹងហ្នឹងជាមួយខ្ញុំហ្នឹងកំពុងតែនិមន្តព្រះសង្ឃផ្សេងនិមន្តសង្ឃផ្សេងម្សិលមិញបាននិមន្តព្រះអង្គហសិង្ហៃដែរតែលោកជាប់លោកជាប់ឥឡូវកំពុងតែរើសទៅថ្ងៃហ្នឹងប្រហែលជាដូរសមត្ថភាពមិនអីទេបើទោះបីជាយើងមានការដូរបានក៏ប៉ុន្តែលោកសុទ្ធតែមានបទពិសោធន៍គ្រូកម្មដ្ឋានអាចារ្យកម្មដ្ឋានអញ្ចឹងពាក្យថាបុណ្យកុសលថ្ងៃនោះទេធម្មសប្បាយបើទោះបីជាថ្ងៃណាក៏យើងទទួលបានបុណ្យកុសលទទួល
ជាស្រ័យទទួលបានធម៌ដូចគ្នាដែរឥឡូវផ្ដល់ឱកាសវេទិកានេះទៅដល់បងប្អូនយើងមានសំណួរអីផ្សេងៗនេះក្នុងការសួរលោកជំទាវដែរអាចបានមានទេបងប្អូនមានសំណួរទេអ្នកខាងក្រៅមានសំណួរទេអត់មានឆ្ងល់ថាហេតុអីបណ្ដាពឹស្ដា7កាពីមានអត្តន័យយ៉ាងណាទេណាហ្នឹងក្មួយស្រីដឹងហើយចាអត់ទាន់ដឹងដែរចាសួរលើសំណួរទី1ហើយតែឥឡូវចង់ឲ្យលោកជំទាវលម្អិតបន្តិចទៀតចឹងទៅចាវាមិនចឹងអូគាត់ថាក្តៅក៏ដោយនេះដើរមើលបន្តិចដើរមើលកន្លែងរៀបចំបន្តិចមកឥឡូវឃើញប្លែកឃើញប្លែកច្រើនណាចាឃើញប្លែកចាចាបែកឃើញវគ្គមុនហើយលែងល្អិលហើយឥឡូវហ្នឹងទាំងផ្លូវក៏ធ្វើទាំងវេទិកាក៏រៀបចំទាំងចដៅអីក៏នេះដែរចាប្លែកអីទាំងពីរូងនៅចដាយតៈខ្សែភ្លើងចាទាំងកន្លែងលោកតាអេសីទាំងលើនឹងអីរៀបចំប្រែប្រួលច្រើនអត់ធ្វើអីទេតាំងពីខែ12មកទល់ឥឡូវហ្នឹងតាំងពីចប់បុណ្យទេសនាមហាជាតិហ្នឹងអត់មានរវល់អីរវល់តែរៀបចំកន្លែងបុណ្យហ្នឹងចារៀបចំកន្លែងបុណ្យក ុសលដើរសួរចានេះចង់បង្ហាញកន្លែងនេះប្រហែលជាឃើញកន្លែងនេះប្រហែលជាឃើញប្លែកឯងឆ្ងល់ថាចដើនេះឡើងទៅណានេះយើងធ្វើជាចដើឡើងទៅលអាងភ្នំចាលអាងភ្នំយើងអត់ទាន់រៀបហើយចាជាអាទិត្យក្រោយយើងនឹងរៀបហើយយើងឃើញលអាងភ្នំនៅលើព្រោះភ្នំនេះត្រូវឡើង27ម៉ែត្រទៀតនោះចាអញ្ចឹងថ្ងៃនោះយើងមានរៀបចំអីតាក់ទងទៅនឹងលអាងភ្នំហ្នឹងនឹងសម្រាប់ឲ្យពុទ្ធបរិស័ទគាត់ដើរមើលហើយគាត់ចង់ចុះឡើងកន្លែងស្នាក់នៅអីគាត់ខាងលិចដើរតាមនឹងវិចិត្រវាមិនបាច់វងជុំចាដើរផ្លូវកាត់ចាដើរផ្លូវកាត់កន្លែងស្នាក់នៅកន្លែងហ្នឹងមកហើយសម្រាប់អីក៏ចង់ដើរទស្សនាចាដើរទស្សនាចោលបានហើយនៅកន្លែងនេះកាលពីមុនយើងធ្វើស្រះនោះចាសំណស្រះតែឥឡូវនេះយើងលើកស្រះមកនៅខាងនេះវិញហើយចាអូស្រះទៅខាងនោះហើយស្រះទៅខាងនេះវិញចាហើយតដាក់ទឹកបន្ថែមចាំថ្ងៃមុនបានភ្លៀងប្រអល់1មេមកបានគ្រាន់បើបន្តិចឥឡូវនៅរៀបចំកំពុងរៀបចំអញ្ចឹងមិនទាន់ឃើញស្អាតនៅថ្ងៃបុណ្យសង្ឃឹមថាស្អាតចាអូច្បាស់ជាស្អាតប្រហែលជាមិនចាញ់បុណ្យទេសនាមហាជាតិទេមើលទៅម្យ៉ាងម្នាក់ទេសនាមហាជាតិបែបធម្មជាតិនេះរៀងនៅតិចចាហើយពេលនោះមកមានឆ្ងល់ឃើញភ្នំខ្សាច់នោះបុកចំវេទិកាហ្នឹងភ្នំខ្សាច់បុកចំវេទិកាហ្នឹងគឺថាកាលហ្នឹងយើងមានពុំភ្នំខ្សាច់មួយនោះតែដល់ពេលហ្នឹងខ្ញុំគិតថាភ្នំខ្សាច់វារៀងទៀបខ្ញុំក៏លើកដីចាក់ឲ្យខ្ពស់ដល់តែចាក់ចុះចាក់ឡើងចេញជាកប៉ាល់មកគូអូនឃើញចេញជាសំពៅចេញជាសំពៅចាដល់សំពៅហាក់បីដូចជាសំពៅចាំដឹកចម្លងយើងទាំងអស់គ្នាទៅកាន់អីចឹងណាចាហ្នឹងហើយចាចម្លងយើងទៅកាន់ត្រើយនិព្វានចាហើយចឹងអ្នកមីងជួយលំអិតបន្តិចទៀតមកទៅនឹងបណ្ដាពុស្ដាប់7ហ្នឹងចាឲ្យវារៀងល្អិតជាងមុនចាឥឡូវឈប់អួតកន្លែងចកានាងនួនសិនកាលពីមុនកន្លែងនេះយើងមើលនេះចូលតាមនេះចាំលំអិតតាមក្រោយលំអិតរបស់ខ្សាច់ក្នុងខ្សាច់ចកានាងនួនហ្នឹងកាលយើងមុនកន្លែងហ្នឹងគឺជាអៀតនេះឃ្លោកម្ដើមនេះឃ្លោកម្ដើមនេះដែលយើងពោម្ដើមដែលយើងចងផ្លែឃ្លោកនេះចងផ្លែឃ្លោកឥឡូវនេះឃើញទៀបឯងដោយសារយើងចាក់ដីចូល1ម៉ែត្រជាងចាក់លុបគល់នេះឃ្លោកដែលតាំងដើមឃ្លោកនេះតាំងដើមឃ្លោកហ្នឹងចាហើយដល់ខាងនេះចកានាងនួនយើងតាំងផ្លែឈើច្រើនណាឥឡូវនេះយើងបានរៀបចំធ្វើផ្លូវមានផ្លូវពោធិព្រឹកមានផ្លូវឫស្សីមានផ្លូវអីចឹងហើយចកានាងនួនមើលសម្រស់ឡើងស្អែកច្រើនណាចាពីមុនអត់ចឹងឯងវាលអត់ស្អាតទេណាចាឥឡូវឃើញប្លែកមកផ្កានាងនួនដូចនៅអឺរ៉ុបចាឥឡូវប្លែកចាឥឡូវប្លែកហើយខាងនេះនៅកំពុងរើចេញជាវេទិកាក្រុងប៉ូលីនេះកំពុងរើចេញរៀបឡើងវិញរៀបឲ្យស្អាតមកកម្រិតទៀតពេលមុនខ្ពស់ឥឡូវយើងចាក់ដីទៅលុបបាត់អស់នៅសល់តែប្រហែលថ្នាក់នេះបាត់ថ្នាក់អស់ចាហើយជាពិសេសកន្លែងនំពូននំខ្សាច់យើងមើលពីនេះទៅឃើញដូចសពៅហ៎ចាក់ចុះចាក់ឡើងចេះឆ្ងល់ចាំដូចជាសពៅវិញអញ្ចឹងក៏កែច្នៃដើមឈើទៅជាសពៅអញ្ចឹងហ្មងទៅចាយ៉ាងផ្លែចាហើយភ្នំខ្សាច់នេះខ្ញុំពូនហ្នឹងមិនទាន់ហើយទេដោយសារខ្ញុំមានបំណងខ្ញុំបានទូលព្រះអង្គធម្មវណ្ណៈបណ្ឌិតចន្ទនៃសុំនិមន្តព្រះអង្គហើយថាជារៀងរាល់ឆ្នាំនៅវត្តព្រះអង្គហ្នឹងគឺតែងតែធ្វើពិធីរំដោះកម្មនៅថ្ងៃទី13ថ្ងៃឡើងស័ក
ចឹងឆ្នាំនេះខ្ញុំគិតថាព្រះអង្គចិត្តនិមន្តចូលព្រៃវិញហើយអញ្ចឹងដើម្បីឲ្យបានពុទ្ធបរិស័ទបានរំដោះកម្មពោះថ្ងៃឡើងស័កព្រះអង្គតែងតែធ្វើរាល់ឆ្នាំនៅវត្តសតហ្នឹងអញ្ចឹងនៅឃើញថានៅវត្តសតហ្នឹងទីធ្លាហ្នឹងកំពុងតែមានសំណងច្រើនចាសង់ច្រើនហើយភ្ញៀវពុទ្ធបរិស័ទគឺចង់ទៅធ្វើវិធីរំដោះកម្មដែលព្រះអង្គធ្វើឲ្យហ្នឹងព្រោះមិនងាយធ្វើព្រះអង្គថាបើមានលុយ1លានឲ្យព្រះអង្គធ្វើឲ្យក៏ព្រះអង្គធ្វើដែរតែបើចំថ្ងៃឡើងស័កហ្នឹងព្រះអង្គធ្វើនៅវត្តអញ្ចឹងឆ្នាំនេះខ្ញុំបាននិមន្តព្រះអង្គហើយតែព្រះអង្គមិនទាន់តបថានិមន្តមកឬមិនយ៉ាងម៉េចទេព្រះអង្គថាចាំឲ្យគិតថ្ងៃតិចបាត់ប្រាប់ចាឥឡូវនេះសង្ឃឹមថាបើសិនជាមានឱកាសមានឧបនិស្ស័យថ្ងៃឡើងស័កបានព្រះអង្គនិមន្តមកធ្វើពិធីរំដោះកម្មនៅភ្នំខ្សាច់នេះទៅគឺថាមហាពុទ្ធបរិស័ទបានចូលរួម20-30 ម៉ឺនអ្នកគឺបានច្រើនចាដូចថាយើងបានធូរស្បើយតិចដែរណាចាអញ្ចឹងពាក្យលើភ្នំខ្សាច់ហ្នឹងដូចថារំដោះកម្មគឺថាយើងមានជំនឿគ្រប់គ្នាទាំងអស់គឺថាយើងមានបាបមានទុកមានអីអ្នកដែលចង់យកទោសយកពេយើងតទៅរកខ្សាច់ហ្នឹងអស់អញ្ចឹងភ្នំខ្សាច់ដ៏ធំនេះគឺថាមិនងាយរាប់អស់អញ្ចឹងយើងដែលមានទុកកង្វល់តែប្រហែលអ្នកដែលចង់មកយកយើងដូចថាយកទុកយកទោសយើងគឺថាមិនអាចយកបានទេអញ្ចឹងយ៉ាងណាមិញបន្តតាពុស្ដា7កម្ពីយើងធ្លាប់តែមានបនដាឆ្លងតែ1កម្ពីណាដាឆ្លងពាក្យដាឆ្លងមួយម៉ាត់តែលើកនេះដាពុស្ដា7កម្ពីអញ្ចឹងពាក្យតែ7កម្ពីហ្នឹងអាហ្នឹងខ្ញុំមិនសូវចេះពីធម៌អាច្រើនទេគ្រាន់តែថាបានស្ដាប់ពីជីដូនជីតាពីតាទួតពីយាយប៉ាពីអ្នកម្ដាយអញ្ចឹងថាបើសិនជាញាតិកាយើងការដែលគាត់នៅរស់ហ្នឹងគាត់បានសាងអំពើបាបច្រឡាប់សត្វឬមួយក៏បានធ្វើបាបដោយប្រការណាមួយដែលបើមិនដឹងហ្នឹងគឺថាពេលដែលគាត់ចែកឋានទៅវាចុះឋានមិនសមគួរដោយព្រះអង្គមានសង្ឃតកាមានឋានលើឋានក្រោមប្រហែលជាន់អញ្ចឹងក្នុងករណីបើសិនគាត់ទៅដល់ឋានក្រោមមិនអាចឡើងមកចាប់ជាតិមិនអាចគឺថាវាធូរស្បើយដោយប្រការណាមួយយើងធ្វើបន់ដាពុស្ដាគឺជួយគាត់បានច្រើនជួយទុករំដោះទុកជួយរំដោះភ័យគាត់គឺថាបានចាក់ផុតទុកហ្នឹងមកចាអញ្ចឹងពេលតាពុស្ដាមិនងាយបានធ្វើទេដាពុស្ដា7កម្ពីនេះនឹងដែលតាមខ្ញុំបានធ្វើបន់កន្លងមកដឹងពីដូនតាអញ្ចឹងណាចាអញ្ចឹងប្រហែលជាក្មួយខាងនេះច្បាស់នឹងធរអាបែបដឹងច្រើនទៀតហ្នឹងហើយអត់តែតាមគ្រូយល់ទេអ្វីដែលមានវីដេអូហ្នឹងគឺបានសេចក្តីថាថ្ងៃនោះពេលយើងមកបន់មិនមែនតែចូលរួមបន់ទេយើងអាចឧទ្ទិសជូនទៅដល់ញាតិរបស់យើងហ្នឹងហើយព្រះអង្គព្រះបរិត្តឆ្លងយើងហៅថាបាំងសកលអញ្ចឹងទៅយើងឧទ្ទិសជូនញាតិរបស់យើងមកដោយសារតែពេលនោះកម្លាំងគុណធម៌ហ្នឹងវាខ្លាំងពីសម្ដេចសង្ឃពីសង្ឃនានាពីឧបាសកបាសិកាសិលវ័នសិលបតីហ្នឹងដែលគាត់មានគុណធម៌ខ្ពស់ទៅវាអាចបញ្ជ្រាបចូលទៅដល់ញាតិរបស់យើងណាហើយវាកម្រណាបើឲ្យយើងធ្វើតែឯងទេវាមិនងាយអញ្ចឹងទេអានេះទៅបានព្រះអង្គលោកផ្ដាំឲ្យលោកជំទាវជាចំហក្នុងការរៀបចំជាកម្លាំងសង្ឃធម៌យើងមកគឺយើងបានមកបុណ្យរបស់គ្នាវាល្អត្រង់ថាអញ្ចឹងណាលោកជំទាវហើយម្យ៉ាងពុទ្ធបរិស័ទគឺគាត់ចង់បានឲ្យបុណ្យធំអញ្ចឹងឲ្យសប្បាយដូចបុណ្យទេសនាមហាជាតិសប្បាយបំផុតពេលកម្មវិធីចាប់ដដើមផ្លែឈើលើកនេះអត់មានអីដដើមទេលើកនេះបនចប់អត់បានអីមានអីដដើមតែបានបនដដើមបនយកទាំងអស់គ្នាចាដូចយើងដដើមបានបនទាំងអស់នេះតែបានបនអីដែលថាការតាំងសមាធិគឺយើងបានបនមួយចាការរាប់បាតប្រសងក៏យើងបានបនមួយហើយលើកនេះរាប់បាតប្រសងមានគណៈធម្មយុត្តគណៈមហានិកាយនិងដូនជីចាអញ្ចឹង3ហ្នឹងគឺថាយើងគ្រប់ហ្មងចង់យកដូចមុំចក្រានអញ្ចឹងចាដូចមុំចក្រានអញ្ចឹងតែមានមុំចក្រាន3អញ្ចឹងយើងដាក់ឆ្នាំងដាំបាយចាត់ណាអញ្ចឹងចាត់ទុកថាអ្វីដែលប្រសើរគឺថាទី1បនឆ្លងឆ្នាំទី2បនឧទ្ទិសកុសលថ្វាយដល់ដួងវិញ្ញាណខណ្ឌអតីតដួងវិញ្ញាណខណ្ឌសម្ដេចព្រះអគ្គសង្ឃរាជទាំងពីរគណៈហ្នឹងហើយជាពិសេសយើងឧទ្ទិសទៅពេលហ្នឹងជាដូនតាញាតិកាយើងតាមដែលយើងឆាត់យើងចាអ្នកមានអញ្ចឹងកម្មវិធីយើងចាប់ផ្ដើមពីថ្ងៃ1តែម្ដងឬក៏ថ្ងៃ30ថ្ងៃដំបូងគឺថាថ្ងៃ31ក្រុងប៉ូលីតែដល់និមន្តប្រសង់ទៅអត់បានអញ្ចឹងវាត្រូវជាប់ត្រូវលើកកម្មវិធីហ្នឹងចាប់ផ្ដើមពីថ្ងៃ1ពេលព្រឹកប្រហែលជាម៉ោង6កន្លះក្រុងប៉ូលីហើយចាពេលព្រឹកថ្ងៃ1ហ្នឹងអាច delay យ៉ាងយូរម៉ោង7ចាតែយើងរៀបចំនឹងថ្ងៃទី1ចាប់ផ្ដើមពីម៉ោង6កន្លះទៅក្រុងប៉ូលីចប់ម៉ោង9សម្ដេចអគ្គមហាសង្ឃរាជព្រមទាំងមន្ត្រីសង្ឃខាងគណៈធម្មយុត្តនឹងនិមន្តមកដល់គឺសម្ដែងព្រះបរិត្តហើយដាពុស្ដារាប់បាតចាយកតែម្ដងចាហើយបានចាប់កម្មវិធីពេលព្រឹកថ្ងៃ1បានបន្ទាប់មកម៉ោង2យើងសមាធិ1ម៉ោងដឹកនាំដោយលោកតាថោនីម្ដាថោនីដាមនីចាហើយចាប់1ម៉ោងដល់ម៉ោង3សិល្បៈយមនសម្ដែងរឿងពុទ្ធប្រវត្តិមួយថ្ងៃពុទ្ធប្រវត្តិហ្នឹងទាំងអស់វាមាន6ភាគអញ្ចឹងមួយថ្ងៃគឺសម្ដែងជូន1ភាគកន្លះមកភាគកន្លះនេះមួយថ្ងៃទុកឲ្យតាមដានចាសម្ដែងភាគកន្លះហើយបន្តអញ្ចឹងតាមនឹងអញ្ចឹងទៅចា
cho bây giờ sầm đai mà ngay có mỏ đây សម្ដែងងាត់ចា ចាអញ្ចឹងបានសេចក្តីថាបងប្អូនដែលនៅទីចិត្តឆ្ងាយមិនទីចិត្តទេទីឆ្ងាយទេបើគាត់ចង់ចូលរួមថ្ងៃមួយហ្នឹងក៏មកគេងមុនថ្ងៃ ចា 31 ចាមកគេថ្ងៃ31ចា ចា ហើយដល់ឡែកថ្ងៃទី3សម្ដេចព្រះអាដាមបញ្ញាហ្នឹងសម្ដេចរវល់តែឃើញនៅបនធំសម្ដេចឆ្លៀតអញ្ចឹងម៉ោង5សម្ដេចនិមន្តមកដល់យើងមកដល់ម៉ោង5 ព្រឹក ម៉ោង5ភ្លឺ អូ ម៉ោង5ទៀតភ្លឺថ្ងៃទី3ដោយសារសម្ដេចជាប់រវល់កម្មវិធីច្រើននៅនឹងខេត្តកំពង់ចាមអញ្ចឹងសម្ដេចឆក់ឱកាសនេះសម្ដេចឆ្លៀតមកផ្ដល់តយន្តតោនៅសមាទានសិលដល់មកសមាទានសិលចាចាហ្នឹងប្រហែលជាលោកតានិយាយដែលមានបំណងប្រហែលជាសម្រាប់នេះ2ពេលយប់ហ្នឹងហើយ ចាសាធុអ្នកមីងអញ្ចឹងអ្នកមីងមានអីចង់បង្ហាញទៀតទេជាពាក្យផ្ដាច់ផ្ដាំឬក៏បង្ហាញទេជាកិច្ចចុងបញ្ចប់នៃសន្ទនារបស់ ចាអឺចង់បង្ហាញប្រាប់បងប្អូនថាឲ្យមើលពីតេយ្យទានដែលខ្ញុំរៀបចំតិចទៀតយើងទៅមើលពីតេយ្យទានដែលខ្ញុំរៀបចំហើយបើថាការដែលរៀបចំហ្នឹងប្រគិនប្រសង់មានការខ្វះខាតបងប្អូនអាចចូលរួមតេយ្យទានបន្ថែមឬមួយក៏យ៉ាងម៉េចជួយមើលទាំងអស់គ្នាជួយមើលទាំងអស់គ្នាណាហើយនឹងកុំភ្លេចអញ្ជើញថ្ងៃបុណ្យហ្នឹងកុំភ្លេចអញ្ជើញចូលរួមតាមសទ្ធាចិត្តជ្រះថ្លាតើបើថាក្នុង5ថ្ងៃ6ថ្ងៃហ្នឹងមិនបានថ្ងៃណាមួយទៅមិនឆ្លៀតតែ10នាទីមកសមាធិទៅមកឲ្យវាចិត្តយើងស្ងប់តិចណា សាធុអញ្ចឹងយើងអញ្ជើញទៅនោះទៀត ចាមកទៅមើលភ្នំខ្សាច់ទៅបង្ហាញភ្នំខ្សាច់ភ្នំខ្សាច់នេះអត់ទាន់ធ្វើឲ្យមើលបង្ហាញនេះយើងរៀបចុះរៀបឡើងវាចេញជាសពៅមើលដូចសពៅបើមើលពីក្រោមនេះក្បាលសពៅអញ្ចឹងហ្នឹងបើយើងមើលទៅដូចសពៅអញ្ចឹងមែនវាឆ្ងល់ដែរដល់ចាក់ចុះចាក់ឡើងវាចេញជាសពៅនេះអូនឯងមើលឆ្ងល់ដែរហើយម៉ូតអត់បានព្រៀង ម៉ូតអត់ព្រៀងណាម៉ូតអត់ព្រៀងហើយមិនចាក់ទៅធ្វើឲ្យចេញសពៅចាក់ទៅយើងទុកផ្លូវប៉ុណ្ណឹងសពៅដឹងធ្វើម៉េចដឹងធ្វើម៉េចជាសពៅអញ្ចឹងណាហើយមើលក្បាលអញ្ចឹងទៅហើយបើអញ្ចឹងនឹកឃើញដើមតែទៅធ្វើជាដូចនេះយើងកាត់ទៅជារូបនេះណាចាណាអូនឯងមើលនេះឡើងអូនឯងឆោមអារម្មណ៍អូនឯងមានផ្សេងក្បាលសពៅណាមើលណាក្បាលសពៅណាហើយនោះសពៅទុកសពៅធំវាមកគូអញ្ចឹងណាហើយអញ្ចឹងហើយតនេះភ្នំខ្សាច់នេះចំក្រែទេសហ្នឹងតែម្ដងហ្នឹងហើយហើយយើងឥឡូវយើងឃើញវាលchứអត់ឃើញឆ្ងាយទេតែពេលយើងធ្វើរោងឃើញសឡឹមចាថ្ងៃនេះគឺខ្ញុំធ្វើរោងទាំងអស់ស្រស់ស្រាយមួយយ៉ាងនេះបដល់កន្លែងនេះមកឃើញស្ទឹង កន្លែងនេះដល់ពេលងាកទៅនោះឃើញឆ្ងាយ កន្លែងនេះខ្ញុំជីកដីធ្វើបឹងច័ន្ទហើយម្ដុំទៅនេះឃើញម៉ាស៊ីនបូមទឹក4 5ខ្ញុំបូមឃើញស្រក់ច្រើនចាគោលបំណងខ្ញុំគឺខ្ញុំត្រូវធ្វើប្រាសាទក្នុងទឹកអំពីថ្មនឹងតែម្ដងតែដល់ខ្ញុំធ្វើអត់តាន់ទឹកពេញតែឥឡូវកំពុងបូមថាធ្វើឲ្យតាន់ឆ្នាំហ្នឹងថ្ងៃក្រោយបើសិនចង់ឡើងលើភ្នំព្រំវិហារធនហ្នឹងអត់មានផ្លូវឡើងទេផ្លូវហ្នឹងគឺខ្ញុំបលិចទឹកទាំងអស់គឺចូលតាមប្រាសាទក្នុងទឹកនេះចាចូលតាមប្រាសាទក្នុងទឹកឡើងលើភ្នំឲ្យអស់ចាថាថ្ងៃក្រោយកូនក្មេងជំនាន់ក្រោយ5ឆ្នាំឬ10ឆ្នាំទៀតកំពុងឆ្ងល់ថាដើរនៅក្រោមទឹកទេក្នុងទឹកក្នុងប្រាសាទទេហេតុអីក៏មានថ្មរៀបនៅលើភ្នំអីទៅអញ្ចឹងដើរធ្លាយទៅលើភ្នំចាដើរធ្លាយឡើងលើភ្នំហើយផ្លូវត្នេះមួយប្រហែលជាទុកលក្ខណៈពិសេសព្រោះយើងជីកធ្វើបឹងជុំវិញចាហើយនេះឃើញដីបាក់ស្រុតច្រើននេះដោយសារដីនេះយើងចាក់ថ្មីកន្លែងនោះដើមឈើមួយដើមកន្លែងយើងស្លថ្នាំហ៎ចាតែវាអស់ចាថងសពៅនេះឆ្ងល់កំពុងឆ្ងល់ថងសពៅហ្នឹងហ្មងចាចាក់ទៅចេញចេញសពៅហើយមិនសពៅមួយសពៅពីរទៀតណាសពៅពីរចាខាងសពៅមួយចាខាងសពៅមួយចេះឆ្ងល់ដែរដូចអ្នកទាំងអស់គ្នាក៏ឆ្ងល់អ្នកធ្វើការហ្នឹងវាហាក់ដូចជាអភិនិហាមួយសំណងការងារទៅវាលេចចេញជារូបរាងហើយជាពិសេសដើមពោអញ្ចឹងដែរដើមពោដែលយើងនៅកន្លែងនេះដូចគាត់ចង់ឲ្យយើងយកចេញឲ្យស្រឡះគាត់ក្រៀមទៅគឺអត់ណាអត់ដល់ដើមពោម្ដើមនេះគាត់ថាយើងលើកថ្មមកបន្ទប់គាត់ចាប់លាស់ឡើងទ្រុលអញ្ចឹងទៅណាឥឡូវមួយនេះទៀតអញ្ចឹងដែរវាដូចជាមានដូចដើមពុធ្លាប់ព្រះអង្គថាដើម4ដើមមិនដុះទេទោះយកមកពីមានអាកាសបានដុះលោកថាវាក៏ជាអភិនិហាមួយហ្នឹងនេះមើលដុះច្រើនបើមើលពេលកំពុងលាស់ត្រួយពេលគាត់ថាខ្ញុំលើកថ្មដាក់ហ្នឹងចាប់លាស់ត្រួយហ្មងចាគាត់លើកថ្មដាក់ជាទីគោរពសក្ការៈបូជាហ្នឹងគាត់ចាប់លាស់ភ្លាមឲ្យលាស់ច្រើនហើយឥឡូវមួយនោះគាត់ចង់ឲ្យយើងលើកចេញគាត់ចាប់សពូនទៅទៀតតែមួយនោះបើមួយនោះគាត់កន្លែងធំកន្លែងនេះកន្លែងដើមម្សៅនេះពោធំដែលយើងដាក់បាតដាក់អីជាងពៀនណាចាហ្នឹងលើកទៅនោះហើយហ្នឹងគាត់និយាយរួមគាត់ចង់លើកចេញគាត់បង្ហាញមកគាត់បង្ហាញមកមួយគាត់ថាដូចជាប្រហែលជានេះទេពួករុក្ខទេវតាចាមិនដឹងជាយ៉ាងមិនឆ្ងល់ដែរដែលនៅតាមដើមឈើហ្នឹងខ្ញុំឆ្ងល់ដែរឆ្ងល់ព្រោះអស្ចារ្យថាពីដើមហ្នឹងចង់ចេញសពោនៃយើងយកចេញដល់មួយនេះគាត់តែយើងរៀបចំដាក់ថ្មពុកគាត់ចាប់លាស់ត្រួយហ្មងចាប់ចេញឡើងលឿនមែនតើមិនលឿនធម្មតាណាចាគឺលឿនមិននឹកស្មានដល់ចា
នឹងស្លឹកបើមកប្រហែលថ្ងៃមុនឃើញកំពុងពុំទួយស្អាតណាហ្នឹងហើយស្អាតណា ហើយដូចនោះអីទោះបីជាយើងស្រោចទឹកយ៉ាងណាក៏នៅតែសពើ នៅតែសពូន ហើយមិនថាមិនស្រោចទឹកទេ មិនស្រោចទេស្រោចថែទាំជាងគេទៀតហ្នឹងហើយហើយនេះអត់សូវហ្មងនេះហើយនេះក៏កប់ដីច្រើននេះ ចា ហើយមើលបើសិនជាធម្មតាបើកប់ដីខ្លាំងវាត្រូវមានបញ្ហានេះអត់ទេរត់ទៅលាស់ឲ្យយើងហ្មង ចារត់ទៅ អស់ចាមែន ជាពីនេះ ចាដល់ពីនេះហាហ្នឹងឯងហើយដូចជាការនាងនួននេះចឹងដែរហើយជាការកញ្ញូងលុបដីប្រហែលជាង1ម៉ែត្រក៏គាត់អត់អីហ្នឹងកន្លែងតាំងដើមឈើនេះតាំងផ្លែឈើ ផ្លែឈើ ចាប្រហែលជាអត់ចាំឯកន្លែងនេះដូច ចាំ ដើមនេះដើមដូចជាឆ្នាំពេទ្យទេ ចា នេះដូចឆ្នាំពេទ្យហ្នឹងឯងចាឆ្នាំពេទ្យហើយបានប្រហែលថ្ងៃមុនភ្លៀងមួយមេមករស័យនេះឡើងលាស់ខ្ញុំទៅចាប់កោះរៀបចំតែ ចាចា ហើយលើកែប្រែនៅឃើញត្រៀមសម្រាប់ដល់បនទេសនាលើក្រោយហ្នឹងគឺថាធំមកពីទាំងអស់ហ្នឹងដើមឈើដូចប្រហែល1000ដើម1000ជាងដើមទុកតែសម្រាប់រៀបចំបនទេសនាហ្នឹង អត់អីបនលើកទី1ជាបទពិសោធន៍ឲ្យយើងគិតថាខ្វះខាតអីខ្លះលើសលុះមិនខ្លះត្រូវការតម្រូវមួយជួយចឹងណា ចាហើយដូចលើនឹងវេទិកាហ្នឹងមួយជិះមើលមើលអ្នកថតជិះថតពីនេះទៅមើលតែសំរុំឬមួយក៏មានអីយ៉ាងម៉េចជួយកែសម្រួលឲ្យផងឲ្យយោបល់ផងនេះ យើងសាកចាប់ប្លង់ពីនេះទៅមើល ចាប់ប្លង់ពីនេះទៅមើលយ៉ាងម៉េចដែរ បើយើង នេះបើយើងជួយមើលទាំងអស់គ្នាមើលបើសិនជាយើងវេទិកាយើងចាប់ប្លង់ពីនេះទៅពួកដើមឈើអស់នេះនៅដកចេញណាដកចេញឲ្យថ្មទាំងអស់នៅឆ្លាក់ទៀតតែពេលបនឆ្លាក់មិនតាន់ប្រហែលរៀបតេយ្យទានសិនទុកតាំងតេយ្យទានតាមគណៈនឹងសិនហើយតម្រៃ3000ដែលយើងដាក់នេះមិនដែរ យើងរៀបជំរាមកចឹងដូចបន អត់ទេយើងធ្វើស្មើហ្មងអត់ធ្វើដូចទេស្មើធ្វើស្មើហ្មងធ្វើស្មើព្រះអង្គគង់បើយើងជំរាហ្នឹងអ្នកអង្គុយប្រមូលការសិល្បៈសម្ដែងអត់បានព្រោះតនេះយើងធ្វើចម្លាក់ទុកឆ្លាក់ទាំងអស់ឆ្លាក់តាមក្បាច់ហ្នឹងចា ហើយលើកនេះគឺយើងធ្វើចដាពីមុនបុណ្យសេរីស្នាមរាជាយើងឡើងចដាប៉ាត់ចាដៃចម្រៀលហើយលើនេះយើងចាក់ស្មើយើងធ្វើចដាឡើងវេទិកាឲ្យតាមត្រូវហ្នឹងហើយលាងរូបភ្នំក៏យើងតបញ្ចេញមកទៀតដែរហ្នឹងហើយវាតោះដើមម្សៅតិចបាំងដើមម្សៅតែបើយើងមិនដាក់ទេវាអត់ធម្មជាតិមើលទៅប្រហែលជាទៅកន្លែងហ្នឹងតិចតែមើលទៅអាស័យ3 4ដើមនេះ អាហ្នឹងទៅតែឆាកចេញមក អាហ្នឹងបើកោះចេញនឹងស្អាតហ្មងបើកោះអាស័យ3 4ដើមចេញបានស្អាតហ្មងហើយជាកោះចេញតាមមើលដើម្បីឃើញវាស្អាតណាកោះដល់ស្អាតគាត់តែកោះទាំង3ទាំង4ហ្នឹងព្រោះយើងធ្វើរោងតែនៅធ្វើរោងកោះអាស័យចេញស្អាតហ្នឹងអត់អីទេកោះអាស័យចេញនឹងស្អាត លើកនេះមានរោងការបនទេសនាមហាជាតិយើងអត់មានរោងយើងធម្មជាតិ ចាធម្មជាតិលើកនេះយើងធ្វើរោងនៅឃើញខែ4 កន្លងមកខ្ញុំធ្លាប់ធ្វើបុណ្យដាពុស្ដា7 កំពីហ្នឹងខ្ញុំធ្វើច្រើនថ្ងៃ2ធ្នូថ្ងៃ2ខែធ្នូគឺថ្ងៃចំថ្ងៃកំណើតរណសេរីបង្កើតរណសេរីសាមគ្គីសង្គ្រោះជាតិកម្ពុជាច្រើនទិសកសលជូនដល់មេតបជូនដល់ពលរដ្ឋដែលបានចែកឋានទៅជាពិសេសជូនដល់មហាក្សត្រអតីតមហាក្សត្រវីរក្សត្រអញ្ចឹងណាជារៀងរាល់ឆ្នាំខ្ញុំរើសថ្ងៃ2ធ្នូតែដល់ឡែកឆ្នាំនេះខ្ញុំធ្វើនៅក្នុងខែមេសាវិញមេសាដោយសារវាត្រូវឆ្លងឆ្នាំចាស់ផ្លាស់ឆ្នាំថ្មីហើយណាមួយទៀតឆ្នាំនេះវាឆ្នាំរោងចូលឆ្នាំម្សាញ់វាចំឆ្នាំកំណើតផងចាអញ្ចឹងធ្វើនេះធ្វើឲ្យធំម្ដងទៅបានទៅកសលទៅថាបនធ្វើឲ្យចប់ឲ្យគ្រប់មុខដែរកុំឲ្យថាខ្វះមុខណាមួយចាបនទៅថាធ្វើគ្រប់លើកនេះដែលទៅឲ្យឌូមយានខណ្ឌអតីតឌូមយានខណ្ឌសម្ដេចព្រះកមហាសង្ឃរាជដល់មន្ត្រីសង្ឃទៅថាចឹងនិយាយទៅវាគ្រប់អស់ចាវាគ្រប់អស់ហើយចាវាគ្រប់អស់ហើយ ជាធំទៅដល់លើក៏ប៉ុន្តែក៏យើងឧទ្ទិសបុណ្យជូនយត្តការទាំងអស់ដែរចាពីបរោះវិរៈសង្ឃអ្នកប្រាជ្ញអីគ្រប់គ្រប់អីមកទទួលមកទទួលទាំងអស់ចាមិនថាទេវតាទេសំបីវាស្អាតមេត្រីណាទេឧទ្ទិសជូនទៅទាំងអស់ហ្មង ហើយនិយាយចឹងប្រាប់តិចចាស់មិនដឹងយ៉ាងណាយ៉ាងណីណាប្រហែលថ្ងៃមុននេះស្រាប់តែមេឃសតុំត្រជាក់ហើយខ្យល់មកលហៀកខ្ញុំថាអូយទេវតាបែរឲ្យរើសម៉ូតទៀតហើយបែរឲ្យរើសម៉ូតហើយបើសិនជាមានទេវតាស័ក្តិសិទ្ធិពិតមែនសូមឲ្យថ្ងៃនោះមេឃសតុំដូចថ្ងៃដែលទេវតាបង្ហាញអញ្ចឹងឲ្យសតុំឲ្យត្រជាក់អញ្ចឹងហ្នឹងឯងចាសតុំប្រមាណប៉ុនច្រើនដឹងតែត្រជាក់សុំមែនទេថ្ងៃក្រុងវេលីដូចជាស្ពានអូណាស់ដែរចាប៉ុនខណ្ឌរបស់លោកជាវចាបាទហើយប៉ុនតាមបាយជុំនេះថ្ងៃទី2ទី3នេះជុំជាប់ចិត្តជុំប៉ុន្តែថ្ងៃនោះដែលទេវតាបង្ហាញហ្នឹងថាអត់ទេអត់យកព្រះបរមប្រអោមកយកតែសតុំត្រជាក់អញ្ចឹងអស់ចាបុណ្យទេសនាមហាជាតិហ៎ដូចស្ដាយបុណ្យទេសនាមហាជាតិណាបើខែក្តៅហើយដល់ពេលបុណ្យទេសនាមហាជាតិមួយថ្ងៃហ្នឹងគឺភ្លៀងរហូតហ្មងបាទដល់ថ្ងៃបងអត់មានអារម្មណ៍ថាអូយអំបីស្មងថ្ងៃនោះអញ្ចឹងដែរដូចព្រះអង្គបុណ្យទេសនាដំបូងណា
สมัยตาเตียวตาก็ในบนมาโจบน ចូលបុណ្យដែរមេឃក៏មករួមចូលបុណ្យដែរណាចា ចារហូតប្រហែលថ្ងៃ ប្រហែលថ្ងៃមុនហ្នឹងមេឃដូចអញ្ចឹងមេឃដូចអញ្ចឹងខ្យល់មកលហិមានម៉ូត3 4ម៉ូតតប្រាប់ថាកណាសុំយកម៉ូតហ្នឹងម៉ូតត្រជាក់ហ្នឹងមិនខ្យល់ប៉ុណ្្នឹងម៉ូតត្រជាក់ឲ្យសតុំអញ្ចឹងដល់រួចទៅមេឃប្រែប្រួលមកបែបទៀតថាអត់ទេអត់យកអាម៉ាក់ភ្លៀងហ្នឹងភ្លៀងព្រោះចាំមើលបើសិនទេវតាមានពិតមែនអើយព្រះអង្គឲ្យសុំឲ្យដូចថ្ងៃបង្ហាញអញ្ចឹងហ្មងតែណា កំងទេវតា កំងទេវតាកុំ ចាថ្ងៃ កុំ ក្រុ ឲ្ ម យកុំឲ្យព្រះបរុនចូលរួមហ្នឹងហើយចាគាត់ស្ទុំ ប៉ុន្តែការបនទេសនាមហាជាតិហ្នឹងគឺបនសុំទឹកភ្លៀងហ្នឹងដល់ពេលអញ្ចឹងមកមែនពេលនោះសាកសិទ្ធដូចមាត់មែនអ្នកមីងឥឡូវអ្នកមីងថានេះបង្ហាញទេវវត្ថុជូនទៅដល់បងប្អូន ចាចាំតិចទៀតទៅមើលកន្លែងរៀបតេយ្យទានពួកថ្ងៃហ្នឹងកំណត់ឲ្យយាយមកជួយរៀបចំ អូ ចាជួយរៀបចំតេយ្យទានហ្នឹងហើយដូចមកដឹងគ្រប់មុខនៅហ្នឹងថ្ងៃនេះប្រហែលជាបានឈឹកតែចាំតិចទៀតទៅមើលទាំងអស់គ្នា លើកទៀតឥឡូវសូមពួតតិចដើម្បីងាយស្រួល ចា ចុះរោងល្ខោនគឺសំដែងនៅនេះឬ ល្ខោនសម្ដែងតាមឆាកមួយឈុតធ្វើរោងថ្ងៃមុនអត់បានអ្នកមានទៅមើលទេអត់មានអ្នកទៅមើលទេនៅប្រហែលជានៅលើវេទិកាហ្នឹងនៅឆាកនេះហើយចាយើងលេងឈុតខ្លីៗដូចមុនអញ្ចឹងណា បាទបាទ ចាមុនអញ្ចឹងកាលមុននេះយើងអង្គុយរៀងទេចា បាទ ឥឡូវអត់ទេយើងចាក់ដីស្មើចា ពួកអីឃើញខ្លួនខាតបាទទៅថ្ងៃចម្រើនបញ្ជូនអ្នកម្ដាយនៅដល់មានឆាកគាត់អត់ទៅមើលផងនៅដល់ល្ខោនលេងគាត់មើលពីចង្អាយអត់ទៅចិត្តឆាក បាទបាទបាទ ការបនទេសនាមហាជាតិទេបិទគូទេអ្នកមីងមានអី surprise គេសិល្បៈមកពីខាងដូចជាបកាយច័ន្ទមក ចា ហ្នឹងណា ចា ទុកឲ្យឆ្ងល់ហើយចុះលើកហ្នឹងមានទុក លើកនេះមិនតាន់ប្រាប់ទេ ទុកឲ្យឆ្ងល់ទៀត លើកការប៉ុន្តែលើកនេះមានប្លែកដូចការយើងតាំងផ្លែឈើអញ្ចឹងការបនទេសនាមហាជាតិយើងមានការដាក់តាំងផ្លែឈើ ចា ចាដល់លើកនេះបនតាពុស្ដាយើងមានការតាំងចុចទុកឲ្យទុកឲ្យមហាពុទ្ធបរិស័ទឆ្ងល់តែប៉ុណ្្នឹង ចា តើឆ្ងល់ចឹងមកគាត់មកមើលដឹងថាយ៉ាងណាចា ចឹងបងប្អូនយើងណាជួយបហាបើចិត្តដល់ថ្ងៃចូលទៅប្រាប់គាត់ថាមានអីពិសេសប្លែកអីចឹងចា យើងគ្នាយើងទៅទីត្រូវមើល ទីត្រូវមកថ្ងៃ25ខាន់ស្អែកនេះអាចខាងរោងគេចូលរៀបចំរោងហើយគេចូលតុបតែងរោងហើយគេចូលសាងសង់រោងអញ្ចឹងពី25 26 27 28នឹងឃើញហើយអាចចុចហ្នឹងមានទៅនឹងបងប្អូនអាចមកលេងមុនបនបានចាមក ចង់ដឹងសូមតាមដានទស្សនា ទស្សនា គេបន្ត style រឿងថៃចា អរគុណណាស់តាទៅមើលការរៀបចំបន្តិចចា ចាឥឡូវនេះខ្ញុំបង្វែរបងប្អូនជួយទាំងអស់គ្នាដើម្បីទៅមើលពីការរៀបចំទេយ្យទានទៅថតនៅកន្លែងដូចជំទាវហ្នឹងហើយបើសិនជាមានមតិចង់កែលម្អទេអាចកែលម្អបានចឹងណាគាត់តែមតិគាត់ថាយើងយើងចូលរួមទាំងអស់គ្នា ចាជួយចូលរួមថាការដែលរៀបតេយ្យទានរបស់ខ្ញុំនឹងប្រគេនប្រសង់ហើយនឹងជូនលោកតាលោកយាយតែមានការសំរុំឬខ្វះខាតអីជួយថែម ចា ជួយផ្ដល់គំនិតការសំរុំបើសំរុំជួយទៅសារអញ្ចឹង បើខ្វះទៅជួយកែតម្រូវ ជួយកែតម្រូវចា ចាចិត្តអត់ចាតោះចឹងឥឡូវបងប្អូនយើងចឹងក្រុមជើញទៅនោះបន្តទៀតបន្តទៀត ចាទៅមើលតិចចា ចាហ្នឹងមិនអាចខ្ញុំកាន់ទៀតទេអាហ្នឹងចុងក្រោយទៅចង់ឲ្យអ្នកមីងមានពាក្យពេចន៍ប្រែផ្ដាំទៅបងប្អូនទស្សនិកជនយើងទៅចាមីងខ្ញុំចេះ ចាអរគុណណាស់ចង់ប្រែផ្ដាំទៅបងប្អូនដែលធ្លាប់ទៅជួយកន្លងមកបើសិនជាមានពេលទំនេរមកជួយវិកខ្ចប់តេយ្យទានផងចាព្រោះតេយ្យទាននេះវិកខ្ចប់ 1500 កញ្ចប់ចាឥឡូវនេះយើងដឹកមកមិនទាន់បានគ្រប់គ្រាន់ទេហើយតេយ្យទានយើងយកមកគឺយើងរៀបដាក់ជាធុងអញ្ចឹងនេះជាធុងអញ្ចឹងចាធុងនេះកំពុងតែមើលទៅកំងមកខុសប្រហែលជាកំងថ្មីទៀតឯង ចាបើសិនមានឱកាសសូមបងប្អូនជើញមកចូលរួមជួយវិកខ្ចប់ចា ចាមីងអញ្ចឹងដូចជំទាវចាប់ផ្ដើមរកកម្លាំងហើយក្រុមការងារហើយបើមានពេលទៅគឺយើងចាប់ផ្ដើមការងារពីថ្ងៃស្អែកឬថ្ងៃនេះទៅ ពីថ្ងៃនេះទៅតែ ពីថ្ងៃនេះទៅតែម្ដងរហូតដល់ថ្ងៃបុណ្យទៅអញ្ចឹងឱកាសសម្រាប់បងប្អូនពុកម៉ែយាយតាសង្ឃទោះមកជួបគ្នាទៀតមកសប្បាយទៀតហើយសប្បាយទាំងអ្នកថតសប្បាយទាំងអ្នកចូលរួមទាំងអស់គ្នាទៀតគឺយើងបានជួបជុំគ្នាទៅសម្រាប់ជួយអញ្ចឹងនាងខ្ញុំប្រកាសណាគិតថាប្រព័ន្ធនេះទៅចោះសម្រាប់ប្រធានបទថ្ងៃនេះទេតែចាប់ពីថ្ងៃស្អែកទៅបងប្អូនប្រកាសវេទិកាយើងទៅនឹងចាប់ផ្ដើមប្រតិយុទ្ធភាពជូនបងប្អូនទាំងអស់គ្នាហើយដើម្បីបងប្អូនបានមើលបានឃើញបាន
ចូលរួមទៅហើយបងប្អូនអនុមោទនាជាបតាអនុមោទនាទៅយើងបានបងទាំងអស់គ្នាចឹងនាងខ្ញុំកាណាគិតថាដល់ពេលវេលាសំគូហើយក្នុងការជម្រាបលាបងប្អូនទាំងអស់គ្នានាងខ្ញុំកាណានឹងលោកជំទាវបណ្ឌិតអង្គការស៊ីច័ន្ទហេងទេក៏សូមជម្រាបលាប្រសិនបើមានពាក្យពេចន៍កាយវិការឈឹមសំរុំត្រង់ណាសូមមេត្តាខន្តីអភ័យទោសបលើជំជួយការតម្រូវបកសំជីបំពេញសូមប្រគេនពរប្រសិនគ្រប់ព្រះអង្គបងប្អូនទាំងគ្នានៅពុទ្ធបរិបទប្រការគឺអាយុវណ្ណៈនិងសុខភាពកំបីគ្លីគ្លៀនឡើយនៅពេលនេះដែរនាងខ្ញុំកាណានឹងលោកជំទាវសូមប្រោសប្រទានសូមជម្រាបលាសូមអរគុណ ចាសូមអរគុណចា